បាទជំរាបសួរបងប្អូនបាទនេះទៅសភាពកន្លែងថ្មីដែលខ្ញុំមកប្រទស្សន៍រូបភាពជូនបងប្អូនទស្សនាបងប្អូនទីមើលថាម្ដុំនេះជាម្ដុំណាបាទទៅសភាពស្អាតតំបន់កំពុងតែអភិវឌ្ឍបងប្អូនបាទក៏ខ្ញុំវាខ្សាច់សុទ្ធបងប្អូនបាទព្រោះក្រុមហ៊ុនតំចាក់ដីចាក់ដីខ្សាច់មករយៈនេះរវល់តែបេះស្វាយនៅចំការនោះក៏ឆេះអស់មកកន្លែងដែរបាទចំការដូងឆេះអស់ដើមទុនច្រើនដែរអស់4-5 លានដែរបងប្អូន4-5 លានលុយខ្មែរចេះលើថាបងប្អូនគាត់នៅម្ដុំនោះគាត់ដុតកញ្ច្រាំងស្រូវអញ្ចឹងវារៀលដាលដល់ដីចំការឆេះអស់មួយកន្លែងបងប្អូនបាទនេះទិដ្ឋភាពរួមឥឡូវខ្ញុំបាច់ឲ្យបងប្អូនទាយខ្ញុំជំរាបនៅម្ដុំនេះគឺផ្លូវគេហៅពីមុននៅនេះបឹងចំប៉ុនបងប្អូនបឹងចំប៉ុនបាទតាមមុនបឹងឥឡូវនេះហើយអភិវឌ្ឍអស់ហើយបងប្អូនបាទនេះនៅពីបាទផ្ទះវែងតែវិឡាដូចធំនៅនេះហើយកន្លែងខ្ញុំឈរនេះល្ងាចឡើងបងប្អូនគាត់មកលក់ដូរនៅទីនេះបាទតាមចាមផ្លូវនេះហើយបងប្អូនក៏ដើរហាត់ប្រាណនៅបាទនៅម្ដុំនេះបាទគឺពងតែទេសភាពល្អបាទមិនតាន់មានសំឡងនៅម្ដុំនេះអត់មានសំឡងតែខោខ្នងខ្ញុំនោះសំឡងខ្លះហើយខ្លះមិនតាន់ហើយបងប្អូនបាទនៅខាងនោះក៏សំឡងបាទកំពុងតែសាងសង់ដែរបាទនេះគឺបរិយាជីបម៉ងបងប្អូនបរិយាជីបម៉ងចឹងពេលល្ងាចព្រឹកឡើងនេះដូចឃើញបងប្អូនខ្ញុំកំពុងថតគាត់កំពុងតែដើរហាត់ប្រាណទីនេះបាទស្មាននេះនឹងពេលល្ងាចទេសភាពស្អាតនេះខ្ញុំថតពេលព្រលឹមឡើងបងប្អូនម៉ោង6 ជាងចឹងថ្ងៃរះល្អច្បាស់ល្អបងប្អូនហើយបងប្អូនដែលគាត់នៅម្ដុំនេះនៅក្នុងនោះគាត់ដើរហាត់ប្រាណបាទដើរហាត់ប្រាណនៅទីនេះហើយល្ងាចឡើងទីនេះសុបាយបងប្អូនម្ដុំនេះសុបាយបាទដើមឈើបាទក្រុមហ៊ុនចំដាំល្អទៀតដើមឈើដុះមកគឺមិនលោភហើយបងប្អូនគាត់លក់គាត់ដូរគាត់លក់តាមក្រុមដើមឈើនេះគាត់សុបាយចិត្តបាទនេះទៅសភាពរួមបងប្អូនបាទតាមបណ្ដោយផ្លូវនេះផ្លូវភ្ជាប់ទៅផ្លូវរបស់ក្រុមហ៊ុនតែភ្ជាប់តទៅផ្លូវរដ្ឋបាទទាំងអស់បងប្អូនភ្ជាប់ផ្លូវនេះទៅផ្លូវ60 ម៉ែត្រនេះតាមបណ្ដោយផ្លូវនេះតផ្លូវ60 ម៉ែត្រចាញ់ទៅអ៊ីអន3បាទតាមហ្នឹងបកទៅក្រួយនេះមកពីផ្លូវ271វិញខ្ញុំតភ្ជាប់ពីផ្លូវរដ្ឋពី271មកដល់ហ្នឹងដែរបាទភ្ជាប់គ្នារហូតបាទនេះទិដ្ឋភាពរួមថតជូនបងប្អូនមកទស្សនាបាទខ្ញុំរយៈហ្នឹងរវល់អត់បានធ្វើរឿងជូនបងប្អូនទស្សនារវល់
ដារីគាត់ឈឺហើយអញ្ចឹងអត់តបានធ្វើរឿងអញ្ចឹងមានតែថតទិដ្ឋភាពទៅកន្លែងនេះទៅថតជូនបងប្អូនមើលកន្លែងនោះថតជូនបងប្អូនមើលតិចសិនហើយចាំមើលហើយមួយរយៈខ្លីទៀតបាទខ្ញុំចាប់ដើមធ្វើរឿងខ្លីរឿងអប់រំរឿងបែបប្លែកបាទដើម្បីជូនបងប្អូនទស្សនាបាទនៅការសម្ដែងពួកខ្ញុំឡើងវិញបាទបងប្អូនឃើញថាខ្ញុំសម្ដែងតាំងពីក្មេងឥឡូវយ៉ាងចាស់មិនតាន់បានសម្ដែងឥឡូវទៅទៀតខ្ញុំនឹងធ្វើរឿងបាទសូមកុំភ្លេចបងប្អូនជួយ Subscribe នៅវីដេអូខ្ញុំផងបងប្អូនបាទដើម្បីឲ្យបានបងប្អូនមើលច្រើនទៅខ្ញុំធ្វើរឿងបាទជូនបងប្អូនទស្សនាបាទពួកខ្ញុំចាស់ទៅលេងមិនពីក្មេងបងប្អូនដឹងថាការសម្ដែងពួកខ្ញុំមិនដល់ចាស់លេងមិនអញ្ចឹងអរគុណច្រើនបងប្អូនបាទសូមជូនពរបងប្អូនជួបតែសំណាងល្អសុខភាពល្អធ្វើដំណើរចិត្តឆ្ងាយសូមឲ្យសុខសុវត្ថិភាពរកទូទានមានបានគ្រប់ក្រុមគ្រួសារសូមឲ្យមានអាយុវែងទាំងអស់គ្នាអរគុណបងប្អូនជំរាបលា